នៅក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លាបំផុតនៃព្រះពិធីបុណ្យចម្រើនព្រះជន្មគម្រប់65ព្រះវស្សាយាងចូល66ព្រះវស្សានៃព្រះករុណាជាអម្ចាស់ជីវិលត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះចៅក្រុងកម្ពុជាធិបតីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងពោពេញទៅដោយសេចក្តីសំណោះរីករាយអាថឹកអាធមនាឆ្នាំនេះព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាទាំងមូលសូមប្រសិទ្ធពរជ័យស្រីសួស្តីជ័យមង្គលព្រះបរមសុខគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិលត្បូងនិងសូមសម្ដែងនៅសេចក្តីកតញ្ញូតាធម៌ជាអនេកបការថ្វាយចំពោះព្រះមហាករុណីគុណដ៏ធ្ងន់ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពលព្រះបញ្ញាញាណនិងព្រះយទ្រព្យដ៏ដងដំបំផុតដើម្បីប្រោសប្រយោជន៍ជាប្រជាបឋមក្នុងវិស័យអប់រំសិក្សាធិការកសិកម្មវប្បធម៌សាសនាសុខាភិបាលការពិវត្តគ្រប់ផ្នែកនៅទីជនបទព្រមទាំងមានព្រះハរតីសន្តោសប្រោសប្រណីដល់ជីវភាពប្រជារាស្ត្រទីតលក្រនិងប្រជាកិច្ចក្នុងផ្នែកទំនាក់ទំនងអន្តរជាតិជាដើមដើម្បីបុព្វហេតុនៃភាពចម្រើនថ្កុំថ្កើងរបស់ជាតិមាតុភូមិនិងព្រះអង្គគង់នៅជាមលុបដ៏ត្រជាក់ត្រជុំក្នុងសេចក្តីសុខសន្តិភាពដ៏ពេញបរិបូរណ៍សម្រាប់កូនចៅបានជ្រកកោនក្នុងភាពកក់ក្ដៅនាពេលកន្លងមកដើម្បីឆ្លើយតបទៅនឹងព្រះមហាករុណីគុណដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាជាកូនចៅសូមបដិញ្ញារួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយក្នុងការខិតខំពុះពៀនៅរាល់ការលំបាកគ្រប់បែបយ៉ាងហើយខិតខំបង្កើនស្មារតីយកចិត្តទុកដាក់លើការអនុវត្តគ្រប់ភារកិច្ចតាមមុខជំនាញរៀងៗខ្លួនឲ្យបានសម្រេចលទ្ធផលយ៉ាងល្អប្រសើររូបដង្ហែតាមព្រះតម្រេះដឹកនាំដ៏ឆ្លៀសវៃនិងប្រកបដោយព្រះកតេបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិលត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីព្រះរាជាណាចក្រកម្ពុជាមានវឌ្ឍនភាពលើគ្រប់ផ្នែកគ្រប់វិស័យប្រកបដោយកិត្តិយសកិត្យានុភាពដ៏រុងរឿងថ្កើងថ្កានបានភ្ជាប់វិស័យទៅនឹងសម័យមហានគរនិងសម័យសង្គមរាស្ត្រនិយមដ៏ថ្កើងថ្កានរុងរឿងព្រមជាមួយនេះសូមសម្ដែងនៅមនោចេតនាស្វាមីភក្តិនិងរីករាយចូលរួមអបអរសាទរយ៉ាងឃ្លាវខ្លាបំផុតក្នុងព្រះពិធីបុណ្យដ៏មហាវិសេសវិសាលពោពេញដោយជ័យមង្គលនេះនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះរាជបារមីនៃអតីតព្រះមក្សត្រព្រះមក្សត្រីយានីខ្មែរនិងវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោកមានឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំចសម្រិទ្ធស័កពុរសករាជ2562ព្រះនាមមហោទរាទេវីនិងព្រះឥន្ទព្រះព្រំជាដើមសូមជួយអភិបាលគ្រងរក្សានិងប្រោះព្រំនៅទឹកអមរិតប្រសិទ្ធពរជ័យបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិលត្បូងសូមព្រះអង្គបានប្រកបនៅព្រះបរមសុខគ្រប់ប្រការមានព្រះសុខភាពដ៏ល្អបរិបូរណ៍ចាកផុតពីព្រះរោគាទាំងឡាយមានព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានព្រះជន្មយឺនយូរជាង100ព្រះវស្សាដើម្បីព្រះអង្គបានគង់ប្រថាប់សោយសុខក្នុងព្រះបរមសារីរិកសម្បត្តិដែលជាមហាមលុបដ៏ត្រជាក់ក្សេងខ្សានសម្រាប់សន្តិភាពវិបុលភាពនិងភាពសុខដុមរមនាដ៏ជួររំជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ